សួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូទី2ដែលបានតពីវីដេអូមុនស្តង់ទី1ដែលខ្ញុំបានដើរគឺជាស្តង់នៅលក់សម្ភារៈផ្សេងគ្រឿងបាយគ្រឿងអីចឹងទៅផ្ទះបាយមានពូកមានកន្លែងលក់អីផ្សេងចឹងណាអានេះចូលដល់ស្តង់ទី2ស្តង់ម្ហូបអាហារហើយខ្ញុំដើរចូលស្តង់ដំបូងនេះស្តង់ទី2នេះគឺស្តង់លក់រូប anime របស់ក្មេងៗរបស់មនុស្សធំជាពិសេសអ្នកដែលស្រឡាញ់ anime ស្គាល់ឈ្មោះ anime ប្រកាសជាមើលរូបនឹងយល់មើលវីដេអូមើលកន្លែងនឹងយល់ពួកខ្ញុំក៏ចូលចិត្តស្រឡាញ់នៅ anime ហ្នឹងដែរតែដោយសារយើងវាមិនមែនអ្នកតាមដាន anime អញ្ចឹងវាអត់ស្គាល់ឈ្មោះបានថាមកស្អាតបើសិនជាអ្នកទាំងអស់គ្នាទិញទៅដាក់តាំងនៅលើតុធ្វើការតុរៀនតុអីប្រហែលជាស្អាតមើលទៅវាប្លែកអារម្មណ៍យ៉ាងហើយមានលក់ដូចជាអានេះបូចងសក់ទេបូជោគសក់របស់មនុស្សស្រីមានខ្សែចងសក់អានេះគេចូលទិញហោហាដែរវាតម្លៃធូរតាំងប៉ុតតម្លៃធូរសារនេះគឺអត់មានអវ៉ាន់ថៃចូលមកទេព្រោះយើងមានបញ្ហាអញ្ចឹងគឺឡើងមានអវ៉ាន់ថៃពីមុនតាំងពីប៉ុតសិតអវ៉ាន់ថៃអានេះកន្លែងលក់រោគកន្លែងលក់អីអញ្ចឹងទៅមានមនុស្សគេហោហាជីមកនេះបើសិនជាអត់ឲ្យដាក់ម៉ូតូចូលដើរទាំងអស់គ្នាប្រហែលជាសុបាយជាងអ្នកខ្លះវាជិះម៉ូតូក្មេងៗស្ទៀវជិះម៉ូតូលឿនពេកតែអត់អីទេដោយសារតែមនុស្សវាអត់សូវច្រើនអញ្ចឹងគេខ្ជិលបិទផ្លូវអញ្ចឹងណាអានេះកន្លែងលក់កាបូបហើយមានកន្លែងលក់កៅអៅលក់ស្បែកជើងលក់អីចឹងចំពោះកៅអៅនេះវាតម្លៃធូរចាប់ពី10000រៀលឡើងអ្នកនរគ្នាហើយសាច់កណាត់វាមានអីគួរសមប៉ុណ្ណឹងបើសិនយើងទិញពាក់វាអត់អីទេវា spec វាសមរម្យពាក់10000បើសិនជាពាក់ទៅវាខូចទៅ10000យើងពាក់ហើយយើងទិញថ្មីទៀតតម្លៃប៉ុណ្ណឹងវាទូទៅសម័យឥឡូវហើយនេះគឺតូបលក់គ្រឿងអលង្ការមាសឥឡូវឡើងថ្លៃអ្នកនរគ្នាមាសឡើងមក $76 ឥឡូវយើងចង់ទិញមាសមកវង2វងយកមកពាក់មាសក្រហមឆ្អិនឆ្អៅស្អាតនេះបើសិនជាយើងពាក់ទៅអត់មានគេអត់ដឹងថាវាជារបស់ខ្លាយឬក៏មែនតើណាព្រោះវាធ្វើសឹងតែដូចឯសាច់វាស្អាតសាច់ក្រហមដូចមាសយើងមែនតើណាតែមិនដឹងថាពាក់ទៅវាខ្មៅប្រហែលថ្ងៃវាខ្មៅណាស្អាតសកមានបតងគុជថ្មស្អាតដែរពួកត្បូងអញ្ចឹងបើសិនជាយើងអាចទៅមណ្ឌលគេហៅថាខេត្តបៃលិនអ្នកនរបៃលិនសបោដល់ត្បូងកទឹមត្បូងកណ្ដៀងត្បូងអីធម្មជាតិរបស់ខ្មែរយើងប៉ិតអាហ្នឹងតម្លៃវាថ្លៃមែនក៏ប៉ុន្តែជារបស់ស៊ីនសុទ្ធសាធអានេះគឺនឹងតែគេយកមកពីណាប្រភពមកពីណាយើងវាអត់ដឹងឬគេថាថ្មសុទ្ធគឺយើងអត់ដឹងអញ្ចឹងណាហ្នឹងហើយយើងក៏ចេញពីស្តង់ហ្នឹងក៏យើងចូលស្តង់មួយទៀតគឺកន្លែងលក់នំអញ្ចឹងទៅកន្លែងគប់ពេញប៉ោងគេហៅខ្ញុំគប់ពេញប៉ោងហ្នឹងមួយគ្រាប់ដូចជាមួយគ្រាប់1000មួយគ្រាប់2000ហ្នឹងខ្ញុំភ្លេចបាត់ហើយគប់មួយត្រូវមួយកន្លែងគប់វិញខ្លីណាស់នេះតែអាហ្នឹងបើសិនយើងចូលគប់ទៅ3ព្រួយខ្ញុំមិនតាន់បានមួយហ៊ុនស្រួយគេចេះគប់គឺគប់បតក់មិនចូលផ្លក់បាយស្រួលតែពេលយើងអត់ចេះគប់យើងគប់មិនគឺគប់ឡងអានេះចូលដល់ស្តង់ម្ហូបណាកន្លែងលក់ស៊ុបគោឆ្អឹងគោគេតំណងហ្នឹងនេះឲ្យឈ្ងុយនិយាយថាដើរកាត់អូឈ្ងុយមានគ្រឿងសមុទ្រមានអីចឹងទៅមានប្រហិតស៊ុបមានលីប្រហិតមានបុកល្ហុងមានគ្រឿងសមុទ្រមានលីបកាក្តាមមឹកខេងឈាមតំណងឲ្យឈ្ងុយគេដាក់លក់2 3ស្តង់គេមានអ្នកចូលហូបហោហាអញ្ចឹងដោយសារវាតែម៉ោងប្រឡប់អញ្ចឹងវាអត់សូវមានមនុស្សច្រើនហើយណាមួយថ្ងៃទី1ផងខ្ញុំទៅគឺទៅថតថ្ងៃទី1នេះខាវស៊ុបឆ្នាំងដីមានប្រហិតមានអីច្រើនប្រហិតមានបុកល្ហុងមានអីម្យ៉ាងដែររបស់គេហើយកន្លែងខាងមុខនោះ concert ថ្ងៃទី1នេះគេអត់ទាន់ដាក់បណ្ដាលទេដូចជាថ្ងៃសៅរ៍អាទិត្យបានគេដាក់បណ្ដាលហ្នឹងខ្ញុំទៅនេះជាថ្ងៃពុធប្រហោះហ្នឹងនេះ concert ខាង Gensburg ខាង Idol ហ្នឹងវីដេអូហ្នឹងក៏អត់មានអីច្រើនដែរអ្នកនរគ្នាសូមបញ្ចប់តាមប៉ុណ្្នឹងអរគុណសម្រាប់ការទស្សនាវីដេអូបើសិនជាពេញចិត្តសូមកុំភ្លេចជួយចុច like និង subscribe ខ្ញុំផងហើយសង្ឃឹមថាថ្ងៃក្រោយនេះយើងជួបគ្នានៅ vlog ផ្សេងទៀតអរគុណ